តួនាទីគ្រប់គ្រងអ្នក10តាមរយៈលោក Mansberg ចឹងលោក Mansberg គាត់បានបែងចែកតួនាទី manager តាមរយៈការសង្កេតការងារ manager របស់គាត់បែងចែកតួនាទី manager ជា10ជាងមានតួនាទីinterpersonal role បាទគឺ manager មានតួនាទីក្នុងការជាអ្នកតំណាងអង្គភាពទាំងមូលបាទអញ្ចឹងតំណាងឲ្យក្រុមហ៊ុនទាំងមូលក្នុងការចូលរួមកម្មវិធីផ្សេងៗបាទហើយ manager មានតួនាទីក្នុងការដឹកនាំបុគ្គលិកឲ្យធ្វើការបាទគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការដើម្បីសម្រេចគោលដៅរបស់អង្គភាពហើយនឹង manager មានតួនាទីជាបណ្ដាញបាទជាភ្នាក់ងារបណ្ដាញក្នុងការបង្កើនព័ត៌មានឬក៏ជាបណ្ដាញក្នុងការ connect ឬក៏ផ្សារភ្ជាប់រវាងផ្នែកផ្សេងនៅក្នុងក្រុមហ៊ុនហើយជាអ្នកដែលបង្កើតបណ្ដាញសម្រាប់ក្រុមហ៊ុនទៅពិភពខាងក្រៅទៅក្រុមហ៊ុនផ្សេងទៀតទៅមហាជនទៅសាធារណជនចឹងតួនាទីផ្នែកអន្តរបុគ្គល interpersonal role គឺជាអ្នកតំណាងគឺជាអ្នកដឹកនាំអង្គភាពទាំងមូលឲ្យធ្វើការហើយមានតួនាទីជាអ្នកជាខ្សែបណ្ដាញក្នុងការ connect ខាងក្នុងក៏ដូចជាទៅខាងក្រៅតួនាទីបន្តទៀតដែលលោក Mansberg គាត់បានចងក្រងគឺតកតងតួនាទីផ្នែកព័ត៌មានដែល manager មានតួនាទី3តកតងផ្នែកព័ត៌មានហ្នឹងបាទគឺតកតងនឹងការត្រួតពិនិត្យតាមដានព័ត៌មានដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដើម្បីចាប់យកឱកាសដែលក្រុមហ៊ុនអាចចាប់យកបានក្នុងការពង្រីកអាជីវកម្មពង្រីកសកម្មភាពរបស់ក្រុមហ៊ុនបាទអញ្ចឹងព័ត៌មានគឺជាកត្តាសំខាន់ដែល manager ត្រូវតែតាមដានដើម្បីចាប់យកឱកាសឬក៏ដោះស្រាយបញ្ហាផ្សេងៗ manager ត្រូវដើរតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានបាទឲ្យបុគ្គលិកទទួលបានបាទជាផែនការរបស់ក្រុមហ៊ុនជាផែនការរបស់អង្គភាពបាទជំនាញ manager មានតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យបុគ្គលិកដឹងអំពីចក្ខុវិស័យក៏ដូចជាផែនការផ្សេងៗរបស់ក្រុមហ៊ុនឲ្យបានទូលំទូលាយឲ្យបានលម្អិតតទៅនឹងព័ត៌មានហ្នឹងដែរ manager គាត់ត្រូវដើរតួនាទីជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានដែលជាផែនការរបស់ក្រុមហ៊ុនក្នុងការបញ្ចេញផលិតផលថ្មីក្នុងការពង្រីកសេវាកម្មទៅឲ្យអតិថិជនគាត់ដឹងបាទអញ្ចឹងជាតួនាទីរបស់ manager ពាក់ព័ន្ធនឹងinformational role បន្តតួនាទីរបស់ manager ពាក់ព័ន្ធនឹងការសម្រេចចិត្តបាទអញ្ចឹងតួនាទីក្នុងការសម្រេចចិត្តគឺមាន4តាមរយៈលោក Mansberg បាទតកតងនឹង entrepreneur role បាទគឺជាតួនាទីក្នុងការសម្រេចចិត្តក្នុងការគ្រប់គ្រងអង្គភាពទាំងមូលបាទក្នុងការបែងចែកទុនធានក្នុងការបែងចែកការងារដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការទៅបានក្នុងការផ្ដល់សេវាកម្មឬក៏ផលិតកម្មរបស់ខ្លួនបាទអញ្ចឹង manager មានតួនាទីក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម manager មានតួនាទីក្នុងការដោះស្រាយបញ្ហាដែលអាចកើតឡើងបាទនៅក្នុងផ្នែក production ផ្នែកសេវាកម្មពេលមានបញ្ហាកើតឡើង manager គឺជាអ្នក fix the problem គឺអ្នកដោះស្រាយបញ្ហា manager គឺជាអ្នកសម្រេចចិត្តក្នុងការកំណត់ទុនធានដែលត្រូវប្រើប្រាស់នៅក្នុងក្រុមហ៊ុនបាទអញ្ចឹងតើទុនធានដែលមាននៅក្នុងក្រុមហ៊ុនគួរតែបែងចែករបៀបម៉េចគឺជាតួនាទីរបស់ manager គឺមានតួនាទីក្នុងការចូលរួមក្នុងការចរចាបាទចរចាដើម្បីបន្តកុងត្រាទៀតចរចាជាមួយបុគ្គលិកក្នុងការតម្លើងប្រាក់ខែចរចាជាមួយក្រុមហ៊ុនដទៃក្នុងការផ្គត់ផ្គង់សម្ភារៈផ្សេងៗបាទអញ្ចឹង manager ដើរតួជាអ្នកសម្រេចចិត្តនៅក្នុងការចរចាផ្សេងជាសង្ខេបលោក Mansberg គាត់បានរៀបរាប់តួនាទី
របស់ manager បាទដែលបែងចែកជាធំ3បាទតួនាទីផ្នែកអន្តរបុគ្គលដែលតួនាទីជាតំណាងក្រុមហ៊ុនដែលតួនាទីជាអ្នកដឹកនាំលើកទឹកចិត្តក្រុមហ៊ុនទាំងមូលដែលតួនាទីជាអ្នកវាខ្សែបណ្ដាញក្នុងការទំនាក់ទំនងក្រុមហ៊ុនទៅឱកាសខាងក្រៅដែលតួនាទីសម្រាប់ផ្នែកព័ត៌មាននេះគឺជាអ្នកតាមដានទទួលព័ត៌មានដើម្បីធ្វើការសម្រេចចិត្តជាអ្នកចែកចាយព័ត៌មានទៅឲ្យបុគ្គលិកហើយជាអ្នកនាំពាក្យបាននាំព័ត៌មានពីក្រុមហ៊ុនចេញទៅខាងក្រៅបាទហើយនឹងតួនាទីក្នុងការសម្រេចចិត្តគឺសម្រេចចិត្តក្នុងការរៀបចំការងាររបស់ក្រុមហ៊ុនទាំងមូលសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាសម្រេចចិត្តក្នុងការបែងចែកទុនធានហើយជាអ្នកសម្រេចចិត្តនៅក្នុងការចរចាផ្សេង